គណៈបកគ្រប់គ្រងដោយយោធាប្រកាសជ័យជំនះក្រោយពីការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ាបិទបញ្ចប់ណៃពីដោនាថ្ងៃច័ន្ទនេះមន្ត្រីជាន់ខ្ពស់នៃគណៈបកគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ាបានប្រកាសថាបករបស់ខ្លួនគឺជាអ្នកទទួលជ័យជំនះគណៈការបោះឆ្នោតសកលបានបិទបញ្ចប់ក្រោយពីប្រព្រឹត្តទៅ3ដំណាក់កាលនៃចំណាយពេលសរុប1ខែនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026នៃគណៈបក Unity Solidarity and Development Party ដែលគេដឹងថាជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយោធាដែលនឹងកំពុងកាន់អំណាចបានអះអាងថាគណៈបករបស់ខ្លួនឈ្នះអាសនៈច្រើនហើយអាចបង្កើតរដ្ឋាភិបាលបានមន្ត្រីដដែលនោះក៏បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណដោយសារតែត្រូវបានហាមឃាត់មិនឲ្យធ្វើការចែករំលែកលទ្ធផលបឋមបានបន្ថែមយ៉ាងដូចនេះថាស្របពេលដែលយើងឈ្នះការបោះឆ្នោតពួកយើងនឹងបោះជំហានឆ្ពោះទៅមុខគូបញ្ជាក់ផ្នែកថាការបោះឆ្នោតសកលជុំទី3ដែលជាជុំចុងក្រោយបង្អស់បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យកន្លងទៅនេះប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021ដែលបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអោងសានស៊ូជីនៅតែបន្តជាប់ឃុំឃាំងហើយគណៈបកដ៏មានប្រជាប្រិយភាពរបស់លោកស្រីត្រូវបានរំលាយចោលគណៈក្រុមអ្នករិះគន់បាននិយាយថាការបោះឆ្នោតនេះពោពេញទៅដោយសម្ព័ន្ធមិត្តរបស់យោធាដូច្នេះហើយវាគ្រាន់តែជាការបម្រើជាឧបករណ៍ដើម្បីឲ្យយោធារក្សាអំណាចដោយស្របច្បាប់តែប៉ុណ្ណោះគណៈពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាខៃជីដែលមើលឃើញអត្រាប្រជាប្រិយភាពថយចុះនៅមុនពេលបោះឆ្នោតសកលអត្រាប្រជាប្រិយភាពដែលធ្លាប់មានខ្ពស់របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាខៃជីបានមានភាពថយចុះក្នុងការស្ទង់មតិថ្មីនៅមុនការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនាដើមខែក្រោយដែលធ្វើលោកស្រីថាខៃជីបានចាត់ទុកថាជាការវិតម្លៃដោយផ្ទាល់ចំពោះការដឹកនាំរបស់ខ្លួននេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026នេះក្នុងការស្ទង់មតិចេញផ្សាយដោយសារព័ត៌មាននៅថ្ងៃច័ន្ទដោយកាសែតNikkei គាំទ្រសម្រាប់រដ្ឋាភិបាលលោកស្រីថាខៃជីបានចុះមកក្រោម 70% ជាលើកដំបូងដែលគិតចាប់តាំងពីលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ2025ដែលថយពី 75% កាលពីខែធ្នូមកត្រឹម 67% ការសុំមតិដាច់ដライរបស់កាសែត Kudo បានបង្ហាញដែរថាអត្រាប្រជាប្រិយភាពរបស់លោកស្រីបានថយពី 68% មកត្រឹម 63% គណៈការស្ទង់មតិរបស់កាសែត The Mainichi បានរកឃើញថាវាថយបន្ទុ10បន្ទុមកត្រឹមតែ 57% បើតាមរយៈការបោះឆ្នោតមុនអាណត្តិដើម្បីសម្រេចជាថ្មីលើអាសនៈទាំង465នៅក្នុងរដ្ឋសភាលោកស្រីថាខៃជីចង់ប្រែក្លាយប្រជាប្រិយភាពផ្ទាល់ខ្លួនឲ្យទៅជាការគ្រប់គ្រងសម្រាប់គោលនយោបាយសេដ្ឋកិច្ចធំៗរបស់លោកស្រីនិងដើម្បីពង្រឹងក្តោបក្តាប់លើគណៈបកកណ្ដាលអំណាចប៉ុន្តែគណៈបក LDP និងគណៈបកជាដៃគូ Japan ប្រទេសនេះគ្រប់គ្រងសម្លេងភាគច្រើននៅក្នុងរដ្ឋសភាក្នុងគម្លាតត្រឹម1អាសនៈប៉ុណ្ណោះគណៈពេលដែលវិស័យថាមពលអាមេរិកទប់នឹងព្យុះព្រិលរដូវរងានាពេលដែលទិន្នផលប្រេងឆៅនៅឧស្ម័នធម្មជាតិធ្លាក់ចុះការផលិតប្រេងឆៅឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះតម្លៃថាមពលបានហក់ឡើងខណៈពេលដែលព្យុះរដូវរងាជាមួយនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំងគ្រប់ដណ្ដប់ពាសពេញផ្ទៃប្រទេសចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននេះវាយោងតាមការចេញផ្សាយលើទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026នេះទីភ្នាក់ងារអាកាសធាតុជាតិបានឲ្យដឹងថាប្រព័ន្ធព្យុះដែលប៉ុស្តិ៍ទូរទស្សន៍ The Weather Channel បានមានឈ្មោះថានាំមកនៅព្រិលធ្លាក់ខ្លាំងនិងភាពត្រជាក់លើផ្នែកភាគច្រើននៃសហរដ្ឋអាមេរិករាប់ចាំងពីតំបន់ Rocky ភាគខាងត្បូងដល់តំបន់
New Zealand បាទរហូតដល់ថ្ងៃច័ន្ទនេះរំខានដល់ការធ្វើដំណើរយ៉ាងទូលំទូលាយការដាច់ខ្សែភ្លើងនិងចរន្តអគ្គិសនីរយៈពេលជាយូរបញ្យងតាមនាយករដ្ឋការនិងអ្នកវិភាគទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកត្រូវបានគេកំណត់ថានឹងធ្លាក់ចុះខណៈពេលដែលអាកាសធាតុចុះត្រជាក់និងព្យុះជំរុញឲ្យប្រតិបត្តិការបិទដំណើរការអណ្ដូងប្រេងធំៗរបស់ខ្លួនក្រុមហ៊ុនថាមពល Energy Upspace នេះបានលើកឡើងថាវានាំឲ្យការផលិតថយចុះប្រមាណជា 30,000 បារ៉ែលនៅក្នុងមួយថ្ងៃចំណែកការផលិតឧស្ម័នធម្មជាតិនឹងថយចុះ 86,000 លានហ្វីតគូបនៅក្នុងរយៈពេល2សប្តាហ៍ខាងមុខក្រុមហ៊ុនថាមពលផលិតប្រេងឆៅបានឲ្យដឹងទៀតថាសីតុណ្ហភាពត្រជាក់ត្រូវបានគេព្យាករណ៍ថារាលដាលដល់តំបន់អណ្ដូងប្រេង Permian Basin ដែលផ្គត់ផ្គង់ពាក់កណ្ដាលនៃផលិតកម្មប្រេងឆៅសរុបរបស់សហរដ្ឋអាមេរិកតំបន់ដែលជាប់នឹងរដ្ឋមានដូចជា Texas, New Mexico ក្រុងនឹងផលិតប្រេងឆៅចំនួន 6.63 លានបារ៉ែលនៅក្នុងមួយម៉ោងទិន្នផលប្រេងឆៅនៅរដ្ឋ Dakota បច្ចុប្បន្នកំពុងធ្លាក់ចុះចន្លោះប្រមាណ 5% ទៅ 10% នៃទិន្នផលរបស់រដ្ឋផងដែរខណៈពេលដែលប្រតិបត្តិការបិទផលិតកម្មដោយសារតែអាកាសធាតុចុះត្រជាក់ភាគខាងជើងនៃរដ្ឋ Dakota គឺជារដ្ឋផលិតប្រេងធំជាងគេទី3នៅសហរដ្ឋអាមេរិករដ្ឋមន្ត្រីក្រសួងស្ថានពលអាមេរិកលោក Chris Van បានស្នើប្រតិបត្តិការបណ្ដាញអគ្គិសនីត្រៀមស្ថានពលបម្រុងនិងគ្រឿងបរិក្ខារសំខាន់ផ្សេងៗទៀតដែលអាចរកបាននៅពេលតម្រូវការចំពោះមុខភាពរ៉ារអួរនៃចរន្តអគ្គិសនីក្រសួងបានប៉ាន់ប្រមាណថាអគ្គិសនីបម្រុងច្រើនជាង 35 ជីកាវ៉ាត់នៅតែមានទូទាំងប្រទេសដែលអាចជួយកាត់បន្ថយការដាច់ភ្លើងនិងការចំណាយសម្រាប់ប្រជាជនអាមេរិករាប់រយលាននាក់ក្នុងអំឡុងពេលព្យុះរដូវរងានេះផងដែរបាទចឹងនេះគឺជាការបង្ហាញអំពីការព្យាករណ៍ព្យុះនៅលើទឹកដីសហរដ្ឋអាមេរិកដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីមួយចំនួន